បាទសូមគោរពនឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះពីកម្មវិធីតែងតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់និងព័ត៌មានអន្តរជាតិដោយមានហេតុការណ៍និងព្រឹត្តិការណ៍កើតឡើងនៅក្នុងតំបន់អាស៊ាននិងពិភពលោកថ្មីមកជម្រាបជូនបាទទស្សនិកជនឥឡូវនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនានៅព័ត៌មានជាតិសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃកងយុទ្ធពលខេមរភូមិន្ទបានរៀបចំពិធីបឋកថាស្ដីពីទ្រឹស្ដីតាក់ទងនឹងសង្គ្រាមយុទ្ធសាស្ត្រសង្គ្រាមនិងលក្ខណៈសង្គ្រាមជូនដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាលចំនួនទី6ឆ្នាំ2025ដែលឧទ្ទិសនាមដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតរស់រាវុធសាកលវិទ្យាធិការសាកលវិទ្យាល័យខេមរៈនាឱកាសនោះបន្ទាប់ពីឯកឧត្តមសេនីយ៍ឯកគឹមរស្មីអគ្គលេខាធិការរងក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សំវណ្ណថនអគ្គលេខាធិការក្រសួងការពារជាតិបានថ្លែងនូវកិច្ចស្វាគមន៍និងរបាយការណ៍រួចមកឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតរស់រាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈបានបង្ហាញអំពីបឋកថាស្ដីពីទ្រឹស្ដីតាក់ទងនឹងសង្គ្រាមយុទ្ធសាស្ត្រសង្គ្រាមនិងលក្ខណៈសង្គ្រាមដោយក្នុងនោះឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតបានបញ្ជាក់ថាសង្គ្រាមគឺជាការរីកចម្រើននៃចំនួនដែលប្រើកម្លាំងយោធាដើម្បីសម្រេចតាមបំណងនយោបាយឬអំណាចទ្រឹស្ដីសង្គ្រាមជាការសិក្សាអំពីធាតុនានាដែលបង្កើតនិងជំរុញសង្គ្រាមរួមទាំងហេតុផលប្រភពវិធីសាស្ត្រនិងផលប៉ះពាល់និយាយជារួមសង្គ្រាមជាចំនួនប្រើកម្លាំងយោធារវាងភាគីពីរឬច្រើនដែលអាចជារដ្ឋក្រមប្រជាជនឬអង្គភាពនយោបាយផ្សេងដោយមានគោលបំណងដើម្បីគ្រប់គ្រងផែនដីអំណាចឬធនធានហើយសង្គ្រាមអាចកើតឡើងជាអន្តរជាតិឬក្នុងស្រុកចំណែកយុទ្ធសាស្ត្រសង្គ្រាមគឺជាផែនការឬវិធីសាស្ត្រដែលប្រើសម្រាប់នាំឲ្យឈ្នះក្នុងសង្គ្រាមហើយវាជាការរៀបចំយ៉ាងប្រុងប្រយ័ត្ននៃធនធានបុគ្គលកងកម្លាំងឧបករណ៍យុទ្ធសាស្ត្រនិងសកម្មភាពនានាដើម្បីសម្រេចគោលបំណងយោធារីឯលក្ខណៈសង្គ្រាមវិញឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតរស់រាវុធបានបញ្ជាក់ឲ្យដឹងដែរថាលក្ខណៈសង្គ្រាមរួមមានទី1ការប្រើអំណាចយោធាដោយប្រើកម្លាំងសឹកស្តុកអាវុធនិងយានយន្តឧទាហរណ៍សង្គ្រាមលោកលើកទី2ពីឆ្នាំ1939ដល់ឆ្នាំ1945ទី2ចំនួនសន្តិសុខជាចំនួនដែលប៉ះពាល់ដល់សុវត្ថិភាពជាតិឧទាហរណ៍សង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកនិងសហភាពរុស្ស៊ីទី3គោលបំណងនយោបាយគឺមានគោលបំណងដណ្ដើមអំណាចឬគ្រប់គ្រងឧទាហរណ៍សង្គ្រាមអាមេរិកនៅអ៊ីរ៉ាក់ឆ្នាំ2023កន្លងទៅទី4អវត្តមាននៃច្បាប់គឺច្រើនដើរតាមច្បាប់សង្គ្រាមតែអាចមានបំពានឧទាហរណ៍សង្គ្រាមស៊ីវិលនៅសេរីនិងទី5ផលប៉ះពាល់យូរអង្វែងតែបណ្ដាលឲ្យស្លាប់បេះដូងជាតិខ្សោយឧទាហរណ៍សង្គ្រាមនៅអ៊ុយក្រែននិងរុស្ស៊ីពីឆ្នាំ2022ដល់ពេលបច្ចុប្បន្ននេះ